ដន្ទាយាយីគ្នាទៀតឲ្យស្លាប់បាត់បង់ជីវិតបើស្អីនេះយើងមានគ្រោះថ្នាក់ធំណាស់សម្រាប់មនុស្សជាតិរាល់អ្វីដែលរោគគាដែលវាកើតឡើងនេះតែពីចំណេះវិជ្ជារបស់ព្រះយើងឯងមនុស្សឯងគ្រប់គ្នាហ្នឹងគេបង្កើតជាគ្រឿងមានជាតិគីមីអីទៅហ្នឹងវាប្រភពមហារីកគ្រប់បែបយ៉ាងអស់តាំងពីម្ហូបអាហារក៏មានជាតិគីមីយកទៅដាក់ត្រត្រង់កុំឲ្យវាសពើសពូនឆាប់រលួយពើសបល់ស្រស់អាហ្នឹងក៏មហារីកពីគ្រឿងសព្វាវុធយុទ្ធភ័ណ្ឌពីក្របបែកបរមាណូមីស៊ីលឲ្យផ្សែងវាសាជាតិពលទាំងអស់អានេះជាមហារីកអីគេទៅប្រមូលបដុំកាលណាគ្រឿងសព្វាវុធផ្ទុះទៅនោះផ្សែងវាទៅលើវាទៅដិតប្រឡាក់ជាប់នឹងពពងទាំងអស់អវេលាដល់មានភ្លៀងមកហ្នឹងឯទឹកភ្លៀងនោះជាផ្សែងទីមីក្រូបមកលើផែនដីទាំងអស់នឹងបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាចំណេះរបស់មនុស្សបង្កើតនេះគឺថាដោយកំបិតចិត្តដងឯងក្រោះឋានៈខ្លួនឯងជាមកជាទាំងអស់អ្នកណាអ្នកបង្កើតគឺមនុស្សអ្នកបង្កើតបើដល់វាផ្ដល់ផលសេចក្តីទុកមកគឺយើងឯងកើតបានអ្នកទទួលសេចក្តីទុកនេះបានតែចំណេះជីកឯងឥឡូវយើងខាត់យើងហាមរៀងរាក៏មិនជាចេះតែមានអ្នកបង្កើតហ្នឹងបងនេះសូមលោកនាយកពេទ្យនឹងបុគ្គលិកសហការីទាំងអស់ហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាណដ្ឋិព្យាធិសម្មារយោនៅលើលោកនេះពិភពលោកនេះគ្មានសត្រូវដែលកាចប្រហែលនឹងជំងឺរោគាទេជំងឺរោគានេះកាចសាហាវជាទីបំផុតលោកនាយកឃើញហើយកុមារពេលអ្នកជំងឺដែលចូលមកឈឺចុកចាប់ស្រែកយោយាយអាហ្នឹងអាជាទីនេះវាបុកបែនត្រឹមឈឺហ្នឹងនេះអត់ត្រឹមបានក៏ស្រែកងោទៅបងដោយសារជំងឺហ្នឹងវាបៀតបៀនបងអាស្រ័យនេះលោកគ្រូពេទ្យទាំងអស់បងមិនថាតែពេទ្យកុមារអង្គរនឹងទេពេទ្យកុមារកិនធបុប្ផាក្តីឬក៏មន្ទីរពេទ្យនានាទាំងអស់ក្តីសិតតែជាអ្នកប្រយុទ្ធនឹងជំងឺហ្នឹងហើយបងតនឹងជំងឺហ្នឹងជាបាលកំចាត់ជំងឺហ្នឹងបងបើជួនកាលជំងឺវាមានឥទ្ធិពលខ្លាំងជាងពេទ្យនៅទៅទៀតក៏มันអាចកំចាត់បានដែរបងតែទោះបីយ៉ាងណាក៏យើងអស់គ្នាត្រូវតែរួមគ្នាខំដើម្បីនឹងរងាប់ជំងឺដែលកើតឡើងហើយនឹងឲ្យវាសាបសូន្យទៅវិញដើម្បីជួយសង្គ្រោះដល់ជីវិតរបស់កុមារក្តីឬក៏មនុស្សដែលពេញវ័យហើយក្តីនឹងបងដែលត្រូវទទួលគ្រោះថ្នាក់ដោយជំងឺមហារីកហ្នឹងបើតាមពេទ្យទៅមិនមែនតែជំងឺមហារីកទេមានជំងឺសពគ្រប់ដែលអាចសម្លាប់មនុស្សបើក្នុងថ្ងៃនេះយើងនិយាយចំពោះតែជំងឺមហារីកមួយចោលបដោតគឺយើងនាំគ្នាទប់ផ្ទាល់នេះបានបុរាណលោកនិពន្ធជាច្បាប់ឲ្យយើងគិតកាលណាសឹកសង្គ្រាមកើតមានតែហ៊ានទេទៅទប់ផ្ទាល់នឹងពួកខ្មាំងលោកប្រាប់តែអញ្ចឹងតែយើងបច្ចុប្បន្ននេះសត្រូវស៊ីមករោគរៀនមានពេទ្យឯណាទៅទប់ក្នុងចោលសៀមសត្រូវសៀមមានតែហ៊ានគេចេញមុខទៅតពាការពាររាំងគឺពួកតែហ៊ានអាហ្នឹងចឹងបើកុំតែមានពួកតែហ៊ានពួកយោធាការពារនេះយើងក៏មិនបានស្អប់អាហ្នឹងនេះបានបុរាណថាកាលណាសឹកសង្គ្រាមមានពួកតែហ៊ានហ្នឹងគឺថ្កើងគឺបញ្ចេញសមត្ថភាពបញ្ចេញក្បួនចំណេះរបស់ខ្លួនទៅទប់ទល់នឹងសត្រូវឬដល់ពួកទាហានទៅទប់ទល់ការពារសត្រូវយើងជាប្រសង់ប្រជាបរតទាំងអស់ទោះបីជាមន្ត្រីរាជការប្រជាបរតក៏នៅអត់ស្ងៀមដែរណានាំគ្នាមានទឹកចិត្តផ្ដោតទៅលើពួកទាហានដែលយករូបរាងកាយជីវិតទៅទប់ទល់នឹងសត្រូវមកទៅបានយើងនាំសម្ភារៈសពបែបយ៉ាងទៅជួយដល់ពួកទាហានហ្នឹងអានេះវាមានអវជំនាញអញ្ចឹងកាលណាបើមានដោះស្រាយនៅបញ្ហាណាមួយគេត្រូវទៅរកអ្នកប្រាជ្ញទៅរកទៅហ៊ានដោះស្រាយអត់រួចទេទៅរកអ្នកប្រាជ្ញបណ្ឌិតឲ្យលោកបញ្យល់យើងពីច្បាប់ពីទម្លាប់អីហ្នឹងហើយជំនាញរៀងខ្លួន
កាលណាយើងមានត្រូវការសង់សំណង់អ្វីមួយត្រូវទៅរកជាងឲ្យគេមកសាងសង់ទៅរកអ្នកប្រាជ្ញបណ្ឌិតណាក៏អត់ជំនាញចំណេះទៅឈ្មោះជំនាញជាងបានគេជំនាញសាងសង់ឲ្យយើងបាននៅកាលណាយើងត្រូវការទាញមើលជោគជតារាសីទៅរកហោរាបានដឹងយើងទៅរកទៅហ៊ានរកអ្នកប្រាជ្ញរកជាងអីអត់ដឹងទេវាមានជំនាញរៀងខ្លួនចឹងបងកាលណាមានព្យាធិរោគភាកើតឡើងត្រូវទៅពឹងពេទ្យបើទៅរកអ្នក4ខាងដើមអត់ជួយរួចទេទៅរកទៅហ៊ានក៏ជួយបានទៅរកអ្នកប្រាជ្ញក៏ជួយយើងមិនបានទៅរកជាងដែលសាងសង់ចេះចំណេះនេះក៏ជួយយើងបានទៅរកហោរាក៏ជួយយើងបានទៅរកពេទ្យហើយជំនាញរៀងខ្លួនចឹងនេះបានលោករៀបរៀងជាពាក្យកំណាព្យពាក្យឲ្យយើងរៀនរកគ្នាតែកាលណាសឹកមានថ្កើងឯទេហ៊ានពន្លឹកមេអេមីកាលបើមានដោះស្រាយបញ្ហាថ្កើងឯប្រាយមួយសោតកាលបើរិះគិតនឹងធ្វើកិច្ចការសន្តិថ្កើងឯអ្នកជាងជំនាញសោសាយកិច្ចការទំនាយថ្កើងឯហោរាកាលកើតព្យាធិរោគរោមអិនទ្រីថ្កើងឯពេទ្យារីអ្នកទាំង5សឹងនំអាត្មាឲ្យថ្កើងដោយនេះចំណេះទីទេបងឥឡូវរោគទាំងអស់សពរោគនេះគឺរត់រកពេទ្យហើយអ្នកនៅឯណាក៏ដោយតែឈឺនេះមករកពេទ្យកុមារអង្គរឲ្យជួយសង្គ្រោះដែរមន្ទីរពេទ្យកុមារអង្គរនៅណាគឺមករត់មករកអញ្ចឹងនឹងបានលោកប្រាប់ថាចំណេះជំនាញទាំង5នេះគឺស្គមថ្កើងសម្រាប់អ្នកកើតនឹងបងអ្នកដែលចេះចំណេះ5ហ្នឹងនេះបុរាណលោកនិពន្ធប្រាប់យើងអាស្រ័យនេះរោគមហារីកក្តីរោគជាធិអីទាំងអស់របស់មនុស្សនេះគឺត្រូវលោកគ្រូពេទ្យវិជ្ជាបណ្ឌិតដែលជាអ្នកប្រឈមទប់ទល់ជួយសង្គ្រោះបើអាចជួយសង្គ្រោះបានអាចរស់រានមានជីវិតជាងកាលវាអាចមិនអាចសង្គ្រោះបានដែរវាជ្រុលដំណើរហួសទៅហើយក៏ទប់ទល់សង្គ្រោះមិនរួចដែរទោះបីយ៉ាងណាសង្គ្រោះរួចក្តីមិនរួចក្តីក៏ប្រើអស់សមត្ថភាពគុំអធិបាយដើម្បីនឹងជួយស្រោចស្រង់រួចចំណេះជំនាញពេទ្យនេះបើសិនណាជាយើងយើងព្យាបាលជំងឺដោយមេត្តាធម៌ចំពោះអ្នកជំងឺហ្នឹងបានបត់យើងឃើញអ្នកជំងឺស្រែកធ្ងោយាយទៅយើងកើតសង្វេគទាំងសូមឲ្យជំងឺរោគីនេះបានជាឆាប់ទៅដើម្បីឲ្យបានសុខទទួលសេចក្តីសុខទៅថាមេត្តាធ្វើឲ្យយើងព្រោះតែក្នុងចិត្តគិតថាឲ្យជាអញ្ចឹងនេះថាមានមេត្តាធ្វើបានបន់បងនឹងពុទ្ធលោកសំដែងអញ្ចឹងហើយបានបន់ហើយបានប្រាក់ចាយទៀតបើបានទាំងពីរហើយដោយមកក្តីខ្វាមនេះស្អីមេធាវីមេអីហ្នឹងបើរកសច្ចយុត្តិធ្វើឲ្យភាគីទាំងពីរបានអានឹងបានបន់ឲ្យពិតប្រកបថាអ្នកណាជាដើមចោលណាចុងចោលរកឲ្យឃើញត្រឹមត្រូវល្អបានបន់បើមិនត្រឹមត្រូវល្អទេបានបាបហ្នឹងចឹងលោក5នឹងបានតែចំណេះពីរនេះយើងធ្វើទៅបានបន់ហើយបានប្រាក់ទៀតបងបានដូចនេះមេធាវីស្មាក្តីណាចៅក្រមអីណាលោកថារីអ្នកស្មាក្តីប្រយ័ត្នកុំបីកាន់ក្តីខុសច្បាប់ព្រោះធ្លាប់មានរឿងពីព្រេងមកស្រាប់កាន់ក្តីខុសច្បាប់បានបាបក្រាស់ក្រៃច្បាប់ដបវប្រាប់យុត្តិធម៌ត្រឹមត្រូវប្រពៃអ្នកកាន់ក្តីគេកុំកែបំភ្លៃឲ្យហួសវិស័យនិងមាត្រាច្បាប់អ្នកប្រែលោកហាមប្រចៅក្រមច្រើនវេហាមកុំមកអាត្មាសូមចូលរួមប៉ុណ្ណឹងចៅបងហើយក៏សូមថ្លែងអំណរអគុណបងនឹងលោកនាយកពេលកុមារអង្គរនាយិកាបុគ្គលិកឲ្យគ្រប់បែបយ៉ាងទាំងអស់បងដែលខំតស៊ូព្យាបាលដើម្បីសង្គ្រោះដល់អាយុជីវិតរបស់កុមារគ្រប់រូបទាំងអស់តាមពិតទៅមិនមែនសង្គ្រោះតែអ្នកកើតមហារីកទេរោគអីក៏ដោយសង្គ្រោះអស់បងថ្ងៃនេះកម្មវិធីយើងគឺផ្ដោតទៅលើរោគមហារីកបងសូមចម្រើនពរអញ្ចឹងក៏សូមជូនពរសាទរទៅការលោកនាយក
នាយិកាសហការីបុគ្គលិកពេទាំងអស់សំបានប្រកបដោយសេរីសុខស្ដីជោគជ័យយមង្គលសពបែបយ៉ាងទាំងអស់ក្នុងជំនាញចំណេះជំនាញព្រោះដែលព្យាបាលជំងឺសំបានជាសះស្បើយបានគ្រប់កម្មាទាំងអស់ដែលកើតរោគមហារីកនិងកើតរោគទាំងអស់ក្នុងសូមឲ្យរីករាល់ជីវិតទាំងអស់គ្នាបងសូមចម្រើនពរបង